នាយប៉ុស្តិ៍ឃុំពរអង្ក្រងដែលរាយការណ៍កាំភ្លើងត្រូវយុវជនម្នាក់ស្លាប់ត្រូវបានបញ្ជូនទៅកាន់អัยការអមសាលាដំបងខេត្តកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៅថ្ងៃទី6តុលាឆ្នាំ2025បានបញ្ជូនជនសង្ស័យឈ្មោះត្រីបូរិនភេទប្រុសអាយុ38ឆ្នាំតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពរអង្ក្រងទៅកាន់អัยការអមសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី6ខែតុលាឆ្នាំ2025បានធ្វើបច្ចុប្បន្នភាពករណីផ្ទុះអាវុធបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី3តុលាឆ្នាំ2025វេលាម៉ោង 22:00 នាទីនៅចំណុចផ្លូវបេតុងក្នុងភូមិក្រញូងឃុំពោធិ៍អង្ក្រងស្រុកបសែតខេត្តកំពង់ស្ពឺបង្កឡើងដោយជនសង្ស័យឈ្មោះត្រីបូរិនភេទប្រុសអាយុ38ឆ្នាំតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពរអង្ក្រងនៃអធិការដ្ឋាននគរបាលស្រុកបសែតក្រោយកាត់ហេតុជនសង្ស័យបានប្រគល់ខ្លួនជូនជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសែតដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងក្នុងពេលបំពេញភារកិច្ចក្នុងនោះផ្នែកព្រហ្មទណ្ឌបានចាប់យកអាវុធ AK-47 ស្វ័យប័ត្រមួយដើមលេខ4034បង1គ្រាប់ចំនួន19ដែលជាវត្ថុតាងបណ្ដាលឲ្យស្លាប់យុវជនឈ្មោះផាន់ផាយុភេទប្រុសអាយុ17ឆ្នាំរស់នៅភូមិព្រៃស្រួលឃុំពោធិ៍អង្ក្រងស្រុកបសែតខេត្តកំពង់ស្ពឺអធិការដ្ឋាននគរបាលស្រុកបសែតសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងអាវុធ AK-47 មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី6តុលាឆ្នាំ2025ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជូនជនសង្ស័យទៅកាន់អัยការអមសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី